បងប្អូនអរគ្នានេះគឺជា Oppo Reno 15S 5G បាទក្រុមហ៊ុនចេញមកមានប្រមាណស៊េរីដែរសម្រាប់បងប្អូនអរគ្នាជ្រើសរើសហើយតម្លៃរបស់វាគឺចាប់ពី$369ឡើងរហូតដល់$700ជាងបងប្អូនអរគ្នាអាចជ្រើសរើសមួយ model ណាក៏បានដែរឲ្យតែស័ក្តិសមជាមួយនឹងកញ្ចប់ថវិកាហើយស័ក្តិសមជាមួយនឹងតម្រូវការនៃការប្រើប្រាស់របស់បងប្អូនអរគ្នាចឹងក្រុមហ៊ុនផ្ញើមកឲ្យខ្ញុំធ្វើការ unboxing ហើយខ្ញុំនឹងធ្វើការ unboxing Oppo Reno 15S នេះជូនបងប្អូនអរគ្នាបាទ 15S 5G បាទគឺជា Oppo ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគឺ AI ហើយ Oppo ដែលខ្ញុំធ្វើការ unboxing នេះគឺតកូ Reno 15S ដែលមានទំហំ RAM 12GB បាទនេះទំហំ RAM 12GB ហើយនឹងទំហំផ្ទុកបាទ 256GB បាទតម្លៃរបស់វាគឺ$300ជាងបាទឥឡូវខ្ញុំធ្វើការ unboxing សង្ខេបជូនបងប្អូនអរគ្នាលឿនទេហើយនឹងនិយាយអំពី spec របស់វាសង្ខេបជូនបងប្អូនអរគ្នាផងដែរទីមួយគឺចង់ឲ្យបងប្អូនអរគ្នាឃើញរូបរាងរបស់វាតើវាមានរូបរាងយ៉ាងម៉េចដែរតកតងទៅនឹង Oppo Reno 15S series នេះបាទវាតឹងតិចបាទជាទូទៅមានខេសមានអីមានបានធានាមានអីនៅក្នុងប្រអប់នេះបាទខ្ញុំអត់ធ្វើការ unboxing ទេកុំឲ្យ view វាដដែលដូចតែគ្នាអញ្ចឹងណាបាទទុកវាម្ដុំសិនហើយនេះគឺជា Oppo Reno 15S 5G របស់យើងហើយនៅក្នុងប្រអប់របស់វាបងប្អូនឃើញមានមជ្ឈុលចាក់បាទមានមជ្ឈុលចាក់មានឆ្នាំងសាកបាទឆ្នាំងសាក Type C ដែលមានទំហំវ៉ាត់រហូតដល់បាទដូចជា80វ៉ាត់ណាពួកវាហ្នឹងបាទពួកតកូ Reno ហ្នឹងគឺមានឆ្នាំងសាកបាទកម្លាំងសាកថ្មវារហូតដល់80វ៉ាត់បាទអានេះខ្ញុំថាជាបឋមសិនទេបាទគឺ80វ៉ាត់ច្បាស់ហើយគឺ80វ៉ាត់បាទបងប្អូនអរគ្នាខ្ញុំបានមើល spec តែក្រុមហ៊ុនដាក់ផ្សាយនៅលើទូបាទគឺ80វ៉ាត់បំសាកវាអញ្ចឹងសាកលឿនណាបងប្អូនអរគ្នាបាទកុំខ្វល់អំពីរឿងសាកថ្មបាទសាកតែមួយផ្លេតពេញវិញហើយនៅក្នុងប្រអប់វាមានប៉ុណ្ណឹងបងប្អូនអរគ្នាបាទឥឡូវខ្ញុំធ្វើការបើកនៅរូបភាពបាទតកតងជាមួយនឹង Oppo 15S ជូនបងប្អូនអរគ្នាតកូ Reno 15S បាទនេះគឺជារូបរាងទាំងអស់រូបរាងរបស់វាបងប្អូនបាទស្រឡាញ់ពេញចិត្តប្រតិព័ទ្ធទេបាទមើលទៅវាស្អាតបាទស្អាត flash នេះធំអានេះផ្នែក3ដោយ iPhone ដែរស្តៀងគ្នាតែរូបរាងរបស់វាគឺពេញជ្រុងល្អបាទពេញជ្រុងល្អបាទហើយតកតងនឹងកែមមីក្រង់គឺដឹងតែនៅតូចទេបងប្អូនអរគ្នាកែមមីក្រង់ដោយសារតែវាជាប្រភេទលំដាប់បាទលំដាប់ទូរស័ព្ទកម្រិតបង្គួររបស់ក្រុមហ៊ុន Oppo ដែរបាទអញ្ចឹងអេក្រង់របស់វាក៏ស្អាតដែរជាមួយខ្ញុំបើកជូនបងប្អូនអរគ្នាមើលបន្តិចបាទដើម្បីឲ្យបងប្អូនអរគ្នាងាយស្រួលការសម្រេចចិត្តនិងពិចារណាអានេះគឺពណ៌ខៀវហើយនៅមានពណ៌រាងសមួយទៀតមួយ model ទៀតបងប្អូនអរគ្នាមាន2 3ជម្រើសពណ៌សម្រាប់Oppo Reno 15S នេះមានច្រើនវាមិនច្រើនទេមានតែ2ពណ៌ទេសម្រាប់បងប្អូនអរគ្នាជ្រើសរើសបាទខ្ញុំឲ្យមើលរូបរាងវាបណ្ដាទៅទម្រាំនឹងវាចេញអេក្រង់ឲ្យពួកយើងមើលបាទនេះបាទអញ្ចឹងអ្នកនរគ្នាបានឃើញហើយបាទបងប្អូនអរគ្នាបានឃើញហើយនេះគឺជា Oppo បាទរូបរាងខាងមុខរបស់ Oppo 15S series នេះបាទអញ្ចឹងគឺតកតងជាមួយនឹងអេក្រង់នោះគឺលាតពេញទាំងអស់បងប្អូនអរគ្នាអត់មានសល់ហ្គេមសល់អីណាក្រាស់អីដូចមុនទេបាទគឺស្អាតមែនទែនបាទអេក្រង់នេះគឺជាប្រភេទដែលមានកាមេរ៉ាទម្លុះអេក្រង់ទៀតបាទស្អាតបងប្អូនអរគ្នាមិនធំមិនតូចពេកទេបាទគឺស្អាតឥឡូវខ្ញុំនិយាយអំពី spec របស់ smartphone នេះជូនបងប្អូនអរគ្នាតាមពិត smartphone នេះចេញមកមានច្រើនស៊េរីបងប្អូនអរគ្នាបាទមានច្រើនស៊េរីបាទពាក្យថាស៊េរីវាមានច្រើននេះឥឡូវខ្ញុំឲ្យបងប្អូនមើលទៅវាមានOppo Reno 15S នេះចេញពីជម្រើស spec ហើយ15 5G នេះមានមួយជម្រើសហើយនឹង Oppo Reno 15 Pro Max នេះមានមួយជម្រើសទៀតអញ្ចឹងណាបងប្អូនអរគ្នាហើយតកតងនឹងតម្លៃបាទតម្លៃក្រុមហ៊ុនបានប្រកាសលក់ហើយគឺ Reno 15S RAM 8/8ទំហំវា369
ហើយ Reno 15S នេះដែលមាន RAM 12 បូក 12 ទំហំផ្ទុក 256G ហ្នឹងគឺដូចជា 399 បន្ទាប់មកនេះOppo Reno 15 នេះគឺ400ជាងបាទហើយនឹង15 Pro Max នេះគឺ700ជាងបាទអញ្ចឹងបងប្អូនអាចពិចារណាបានប៉ុន្តែ spec របស់វាគឺមានការប្រៀបធៀបឲ្យយើងទាំងអស់គ្នាផងដែរបាទខ្ញុំពិបាកឲ្យមើលបន្តិចវា spec របស់វាបាទឥឡូវខ្ញុំធ្វើការ zoom បន្តទៀតបាទ zoom បន្តទៀតឲ្យបងប្អូនមើលបាទឥឡូវខ្ញុំនិយាយអំពី spec របស់Reno 15S ជូនបងប្អូនអរគ្នាបាទខ្ញុំនិយាយអំពី RAM ហើយនៅ ROM រួចហើយឥឡូវនិយាយពីកាមេរ៉ាបាទនេះកាមេរ៉ារបស់វាគឺ50 megapixel ជា lens cool ហើយកាមេរ៉ាពង្រីកមុំគឺ8 megapixel ហើយ2 megapixel ទៀតជា lens macro សម្រាប់ថតរូបវត្ថុឬក៏របស់របរផ្សេងៗដែលមានភាគល្អិតតូចៗហើយចំណែកកាមេរ៉ាមុខយើងអាចធ្វើការ selfie បានកម្រិត 0.5x បាទយើង ultra wide ប្លង់ទូលាយរបស់វាគឺ 0.6x បាទហើយកម្រិតកាមេរ៉ាមុខនោះគឺ50 megapixel បងប្អូនអរគ្នាបាទនេះកម្រិត50 megapixel នេះបាទអញ្ចឹងឡូយបងប្អូនអរគ្នាសម្រាប់អ្នកដែលចង់ selfie អីគឺ A ហ្មងបាទហើយកម្លាំងសាកថ្មវា80វ៉ាត់បាទហើយកម្លាំងថ្មវាធំ 7000 mA វាប្រើ Snapdragon 6 Gen 1 បាទ6 Gen 1ហើយ ColorOS របស់វាគឺ ColorOS 16បាទនេះគឺជា spec របស់ Oppo Reno 15S ឥឡូវបើជ្រុលនិយាយហើយយើងនិយាយ 15S 5G មួយទៀតទៅបងប្អូនអរគ្នានេះ 15S 5G ទំហំមួយក្រង់អីប្រហែលគ្នាទេប៉ុន្តែអានេះវាមាន RAM វា 24G RAM 24G ទំហំផ្ទុក 256មានន័យថា 12 បូក 12 ណាបងប្អូនអរគ្នាបាទហើយកាមេរ៉ាគោលរបស់វា50កាមេរ៉ាពង្រីកមុំ8ហើយកាមេរ៉ាពង្រីកចម្ងាយ50 megapixel ហើយកាមេរ៉ាមុខអីដូចគ្នាទេគឺ50ពង្រីកមុំបាន 0.8x បាទហើយអេក្រង់របស់វាគឺជាប្រភេទ AMOLED 120Hz ដូចគ្នាបាទហើយថាមពលថ្មរៀងតូចជាង 15S ធម្មតាបាទ 15S 5G វាតូចជាង 15S ធម្មតាគឺ 6500 mAh កម្លាំងសាកថ្មកម្លាំងថ្មរបស់វាហើយ chip Snapdragon នេះគឺវាលើសបាទ chip Snapdragon 7 Gen 4គឺវាខ្លាំងជាងOppo Reno 15S បាទធម្មតាតែតម្លៃវាថ្លៃដែរ ColorOS 16ដូចគ្នាបងប្អូនឥឡូវចូលចុងក្រោយបងប្អូនចុងក្រោយនេះអានេះគឺ Max ហើយពាក្យថា Max នេះគឺ maximum ហើយបងប្អូនអរគ្នាបាទនេះពណ៌វាក៏ខុសគេដែរគឺមានពណ៌ទីធានាមពណ៌អីចឹងណាបងប្អូននេះពណ៌ទីធានាមឥឡូវយើងមើលទំហំអីប្រហែលគ្នាទេ RAM 24G ប៉ុន្តែទំហំផ្ទុករបស់វានេះបងប្អូនអរគ្នា 512G 512G ហើយកាមេរ៉ាមុខរបស់កាមេរ៉ាគោលរបស់វា200 megapixel ខ្លាំងកាមេរ៉ាពង្រីកមុំរបស់វាគឺ50 megapixel ពង្រីកចម្ងាយក៏50 megapixel ដែរហើយកាមេរ៉ាមុខ 6x ដូចគ្នាកម្រិត50 megapixel ទាំងអស់មានន័យថាមុខ50 megapixel 3គ្រាប់ខាងក្រោយក៏50 megapixel ទាំង3គ្រាប់ដែរហើយល្បឿនសាកកម្លាំងបាទនេះល្បឿន refresh rate ក្រង់ 120Hz ដដែល AMOLED ដូចគ្នាកម្លាំងសាកថ្ម80វ៉ាត់ប៉ុន្តែវាមាន reverse charge វាអាចសាកថ្មបាទវាអាចសាកថ្មអត់ខ្សែ50វ៉ាត់បាទ50វ៉ាត់វាអាវុកវាណាអាចសាកថ្មអត់ខ្សែហើយថាមពលថ្ម 6500 mAh ប៉ុន្តែវាប្រើ chip MediaTek Dimensity 845បាទយើងអាចប្រៀបធៀប chip ហ្នឹងជាមួយនឹង chip 7G នេះបានប៉ុន្តែប្រហែលជាខ្លាំងជាងហើយបានគេដាក់នៅលើតកូលតម្លៃថ្លៃហ្នឹងណាបងប្អូនអរគ្នាអញ្ចឹងមានប៉ុណ្្នឹងទេបាទមានប៉ុណ្្នឹងទេបងប្អូនអរគ្នាបាទកុំឲ្យវីដេអូនឹងវែងបាទបងចឹងបងប្អូនអរគ្នាអាចពិចារណាបានមានលក់នៅហាងសីហាសិលាផ្សារនៅទាំងឆាប់បាទអរគុណច្រើនជម្រាបលា